ខែហ្នឹងខែស្វាយហើយផ្ទះខ្ញុំមានស្វាយផងម៉ាក់ខ្ញុំបេះស្វាយយកមកធ្វើបីដំណើរស្វាយទុំញ៉ាំជាដំបូងម៉ាក់ខ្ញុំលាងអង្ករសិនលាងវាពីប៊ីទឹកណាអំពូមីងនេះអំពូមីងកនគឺកទៅណៅប៉ះយូរទៅម៉ាក់ខ្ញុំលាងវាទៅមកពីប៊ីទឹកអីចឹងណាអំពូមីងឥឡូវលាងហើយម៉ាក់ខ្ញុំចាក់ខ្ទិះដូងចូលមកទៅដើម្បីដាំវាអំពូមីងនេះដូចឃើញអញ្ចឹងណាលើម៉ាក់ខ្ញុំដាំវាសិនហើយមកធ្វើជាមួយនឹងទឹកខ្ទិះដូងដាក់ទឹកខ្ទិះអំបិលហើយនឹងស្ករសកូរវាទៅមកឲ្យសព្វហើយទុកលើភ្លើងឲ្យវាពុះណាអំពូមីងឥឡូវវាពុះតិចនេះអំពូមីងហើយបាយដំណើបក៏ឆ្អិនដែរម៉ាក់ខ្ញុំដួសបាយខ្ញុំពុំមេឃដួសបាយដាក់ចូលទៅក្នុងចានរួចហើយយកវាមកដាក់នៅលើចានស្វាយទុំមកអំពូមីងឥឡូវស្រោចទឹកខ្ទិះឲ្យវានឹងតំណងហើយឆ្ងាញ់អញ្ចឹងណាអំពូមីងឥឡូវគូថាម៉ាក់ខ្ញុំញ៉ាំហើយដាក់ជាមួយស្វាយទុំមួយម៉ាត់ទឹកខ្ទិះមួយម៉ាត់អីចឹងណាអំពូមីងទៅគូថាតំណងខ្លាំងមែនតើតែម្ដងមកហើយចង់ញ៉ាំតែម្ដងអំពូមីងហើយឆ្ងាញ់ខ្លាំងណាស់បើអំពូមីងចង់ដឹងអាចធ្វើសាក់ខ្លួនឯងញ៉ាំបាន